បេក្ខជននិងសកម្មជន81នាក់មកពីបកប្រឆាំងនៅស្រុកខ្សាច់កណ្ដាលនិងស្រុកអង្គស្នួលប្រកាសផ្ដាច់ខ្លួននិងសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាខេត្តកណ្ដាលបេក្ខជននិងសកម្មជនគណៈបកភ្លើងទៀនចំនួន81នាក់នៅស្រុកខ្សាច់កណ្ដាលនិងស្រុកអង្គស្នួលខេត្តកណ្ដាលបានបន្តប្រកាសផ្ដាច់ខ្លួនពីបកប្រឆាំងនិងគោរពស្នើសម្ដេចតេជោហ៊ុនសែនសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាលោកបណ្ឌិតខួនសុវណ្ណនិងលោកបណ្ឌិតឡៃឡុងភេងទីប្រឹក្សាសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណៈបកប្រជាជននៅមូលដ្ឋានខេត្តកណ្ដាលបានឲ្យដឹងនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025នេះថាលោកគួរចម្រើនប្រធានគណៈកម្មាធិការគណៈបកខេត្តបានផ្ដល់ភាពកក់ក្ដៅដល់បេក្ខជនសកម្មជនរបស់គណៈបកនយោបាយនានានៅក្នុងខេត្តដែលបានចោះចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាលោកបានបន្តថានៅពេលនេះលោកស៊ុយឆៃលៀងប្រធានក្រុមការងារចលនាកសាងសមាជិកគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាលនិងក្រុមការងារបានចុះជួបផ្ទាល់ជាមួយបងប្អូនដែលមកពីគណៈបកប្រឆាំងនៅខេត្តកណ្ដាលសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជានៅស្រុកស្អាងលោកបណ្ឌិតបានបន្តថាពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយគណៈបកប្រឆាំងតទៅទៀតហើយបន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់គណៈបកប្រឆាំងមិនបានជួយអ្វីដល់ជាតិឡើយទន្ទឹមនឹងនេះការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយគណៈបកប្រឆាំងហើយនោះពួកគេក៏បានសូមការអនុគ្រោះពីសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាដើម្បីបានឱកាសរួមរស់ជាមួយគណៈបកប្រជាជនកម្ពុជានិងធ្វើសកម្មភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាផងដែរពួកគាត់បានមើលឃើញយ៉ាងច្បាស់ដោយឥតសង្ស័យថាគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនកម្ពុជាពិសេសសម្ដេចតេជោហ៊ុនសែនជាមេដឹកនាំដ៏ខ្លាំងពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិនិងប្រជាជនពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី7មករាឆ្នាំ1979សម្ដេចតេជោហ៊ុនសែនបានយកជីវិតធ្វើជាដើមទុនដើម្បីបញ្ចប់សង្គ្រាមនិងឈានដល់ការបង្រួបបង្រួមជាតិនិងការកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្នក្រុមសកម្មជនទាំងអស់បានមើលឃើញទៀតថាគណៈបកប្រជាជនកម្ពុជាជាគណៈបកដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិនិងកសាងជាតិឆ្ពោះទៅរកភាពរុងរឿងជាពិសេសបកប្រជាជនកម្ពុជាជាបង្អែកនិងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការធានាបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋជាមួយគ្នានេះដែរពួកគាត់ក៏បានអំពាវនាវឲ្យអ្នកបម្រើបកប្រឆាំងទាំងអស់ឲ្យមានការភ្ញាក់រលឹកនិងឈប់ចាញ់បោកបកប្រឆាំងបន្តទៅទៀតហើយចូលរួមសកម្មភាពនយោបាយជាមួយនឹងគណៈបកប្រជាជនកម្ពុជាដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿងកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You